Mode នៅលើ Hilux ហើយនិង Fortuner គឺប្រើនៅពេលណាសម្រាប់ S mode បងប្អូនអាចប្រើបានក្នុង3លក្ខខណ្ឌលក្ខខណ្ឌទី1គឺនៅពេលដែលឡានចុះពីចំណោតឡានឡើងចំណោតហើយនឹងនៅពេលដែលបងប្អូនចង់វ៉ាចេញហើយសម្រាប់របៀបប្រើគឺបងប្អូនអាចទាញចូលពីលេខអូតូអក្សរ D នេះមកខាងឆ្វេងដៃគឺ S mode ឬក៏ Sport mode អញ្ចឹងជាទូទៅសម្រាប់ប្រភេទប្រអប់លេខនេះដែរនេះគឺអូតូ6វគ្គពេលយើងឈប់និងពេលយើងបើកយើងទាញចូលមក S mode នេះគឺចូល S4 S4 នេះមានន័យថាប្រអប់លេខគឺវាចូលលេខពីលេខ1ដល់លេខ4វាទប់ទំលេខ4វាអាចឡើងទៅដល់លេខ5ទេលុះត្រាតែយើងបូកលេខបន្ថែមហើយសម្រាប់ការបូកលេខគឺយើងរុញនៅលើចង្កឹះលេខនេះចូលលេខ5ឬក៏លេខ6សិនជាបងប្អូនដល់លេខ4ហើយបងប្អូនសាងមកលេខ3អញ្ចឹងប្រអប់លេខវាទប់ទំលេខ3អញ្ចឹងចូលលេខ1លេខ2លេខ3អញ្ចឹងបើបងប្អូនជិះចុះពីភ្នំយើងត្រូវការ engine brake បានថាឲ្យម៉ាស៊ីនជួយទប់ឡានកុំឲ្យចុះពីទួលលឿនពេកអញ្ចឹងយើងអត់ចង់ជន់ប្រាំងទេយើងដាក់លេខមកកាន់លេខ3ឬក៏លេខ2ទៅតាមចំណោតអញ្ចឹងវាជួយទប់ឡានហើយកម្លាំងដូចគ្នានៅពេលដែលបងប្អូនឡើងចំណោតយើងមិនចង់ឲ្យឡានចូលលេខ1ហើយចូលលេខ2ហើយលេខ3ហើយទៅដល់លេខ4ទេដោយសារកាលណាលេខកាន់តែច្រើនកម្លាំងវាក៏អត់ខ្លាំងទេបើមិនជាយើងចង់ឲ្យឡានចូលតាមលេខ3ទេឡើងភ្នំឬក៏ចុះភ្នំយើងដាក់តាមលេខ3អញ្ចឹងអានេះខ្ញុំឧទាហរណ៍ឥឡូវគឺចូល S3 អញ្ចឹងនៅពេលដែលខ្ញុំជន់ឬក៏ចុះពីចំណោតវាចូលតាមលេខ3ទេលេខ1លេខ2លេខ3តែប៉ុណ្ណឹងគឺឡើងហើយចូលតាមលេខ3ទេលុះត្រាតែយើងបូកបន្ថែមហើយសម្រាប់ការបូកលេខនៅពេលដែលបងប្អូនជន់ដល់ល្បឿនដែលយើងមើល RPM របស់ម៉ាស៊ីនដែរអញ្ចឹងនៅពេលដែលយើងជន់ដល់ងាងម៉ាស៊ីនហើយកុំឲ្យវាដល់លេខ4ឬក៏លេខ5តាមលេខ3យើងអាចបូកលេខបន្ថែមបានហើយសម្រាប់ការដូរមកវិញគឺយើងគ្រាន់តែទះចូលមកលេខអូតូវិញមកគឺវាចូលអូតូវិញហើយសម្រាប់ពេលវ៉ាចេញដូចគ្នាអញ្ចឹងឧទាហរណ៍បងប្អូនពងបើកងត60ឬក៏7បងប្អូនចង់វ៉ាគ្រាន់ទះចូលមក S mode មកបន្តមកទៀតយើងអាចជន់វ៉ាបានដោយសារនៅពេលដែលយើងជិះទៅបឿនលឿនហើយទៅវាអាចចូលលេខ5ឬក៏លេខ6ហើយអញ្ចឹងនៅពេលដែលយើងទាញនេះលេខ Sport mode នេះគឺវាកម្លាំងខ្លាំងដោយសារវាចូលលេខ4ហើយនៅពេលដែលយើងវ៉ាផុតគឺយើងអាចដោះមកលេខអូតូវិញបានអ្វីមិនគួរប្រើនោះគឺយើងមិនអាចទុកឲ្យឡានទប់លេខក្នុងរយៈពេលយូរ RPM ឡើងខ្ពស់ទេដោយសារម៉ាស៊ីនវា stress ដូចនេះគឺយើងអាចបូកលេខបន្ថែមគឺវាអញ្ចឹងនេះយើងបូកលេខបន្ថែមអញ្ចឹងយើងមិនអាចទុកវាបានយូរទី1ទី2មិនមែនការប្រើប្រាស់ប្រចាំថ្ងៃទេបាទអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានប៉ុណ្នេះហើយសម្រាប់បងប្អូនដែលមានតម្រូវការទៅលើឡានម៉ាទឹកអាចជិះមកមើលនៅ Toyota សាខាមានជ័យបានឡានម៉ាទឹកលក់ដោយ Toyota Plus by Toyota Cambodia មានការធានាត្រឹមត្រូវពីក្រុមហ៊ុនសូមអរគុណហើយបងប្អូនដែលមានចម្ងល់អាចសាកសួរក្នុង comment ឬក៏ chat មក page បាន